បាទនេះពួកម៉ែបងប្អូនគឺការធ្វើធុងទូបូបងប្អូនបាទការធ្វើធុងទូបូនេះគឺវាមានផលលំបាកច្រើនដែរបងប្អូនបាទជាពិសេសគឺយើងត្រូវការបាទទីមួយគឺយើងមានក្តារប្រភេទក្តារផ្លាកគេ18លានកម្រាស់វាបងប្អូនបាទអញ្ចឹងគឺយើងយកមកជ្រៀកបាទជាមួយនឹងតាបកាត់ក្តាររបស់យើងនឹងបាទតែតាបនេះយើងកាត់ដោយម៉ូទ័រតែយើងរុញដោយដៃទេបងប្អូនបាទហើយក្នុងការកាត់នោះគឺខ្ញុំបាទកាត់តែឯងអត់កើតទេក្តាររបស់វាធំអញ្ចឹងតន្តែមាននេះគ្រួសាររបស់ខ្ញុំបាទប្រពន្ធរបស់ខ្ញុំហ្នឹងបាទគាត់ជួយយើងជួយទប់គ្នាទៅបានវាលះយើងជួយម្ដាយមួយជើងម្នាក់អញ្ចឹងយើងកាត់ឲ្យហើយអស់យើងកន់ឲ្យអស់គឺចាប់ផ្ដើមយកមកតម្លើងផ្គុំបាទផ្គុំគឺយើងវាយអានេះធុងទូបូប្រភេទ18បងប្អូនបាទគឺមានន័យថាឧបឡ5ទឹកហើយវីដេអូនេះគឺអត់មានអីបង្ហាញបងប្អូនច្រើនទេគាត់ថានេះជាសកម្មភាពនៃការធ្វើធុងរបស់ខ្ញុំបាទហ្នឹងបាទជូនបងប្អូនទស្សនាពោវីដេអូយើងបច្ចុប្បន្ននេះកំពុងតែយើងធ្វើវីដេអូដើម្បីរក view ឲ្យមានបងប្អូនអ្នកមើលច្រើនមិនថាបាទ page ឬក៏ Facebook ទៅបងប្អូនបាទគឺនេះគឺអានេះយើងជ្រៀកអាក្តារនេះបងប្អូនគឺយើងយកទៅកៅជ្រៀកមកចាប់បងប្អូនអាកន្លែងនេះគឺយើងវាលបើយើងអត់វាលទេយើងដាក់ឧបឡជូបបងប្អូនបាទជាមួយនឹងឧបឡប្រភេទមុខ18ឬក៏5ទឹកហ្នឹងគឺយើងត្រូវយកមកវាលនឹងរបៀបនឹងបងប្អូនបាទអញ្ចឹងយើងធ្វើដោយរបៀបហ្នឹងទៅគឺបងប្អូនអត់ពិបាកទេគឺបងប្អូនបាទយើងវាលយកគំនូសគូសខ្វែងកាត់ឲ្យហើយអស់យើងយកមកដាក់បើយើងប្រើដោយម៉ូទ័រដោយដៃយើងអត់មានម៉ាស៊ីនម៉ាក MC ទេបងប្អូនឥឡូវយើងបាទយើងវាលរួចហើយអញ្ចឹងគឺយើងចាប់ដើមផ្គុំបាទផ្គុំយើងរៀបធុងនឹងឡើងបាទឥឡូវគឺខ្ញុំបាទតឡើងដល់ចំណុចនេះហើយប្រភេទទូបូអានេះមុខជ្រុងបងប្អូនមិនមែនមុខកងឬមូលណាបងប្អូនណាបាទនេះប្រវត្តិឲ្យមើលមួយជុំសិនហើយយើងធ្វើជាមួយនឹងក្តារ18លីប្រភេទក្តារខ្មែរបងប្អូនបាទគឺក្តារ NC របស់យើងនឹងបាទអញ្ចឹងធុងនេះគឺយើងចាប់ឧបឡខាងក្រោយទេបងប្អូនយើងអត់មានចាប់ឧបឡពីខាងលើដូចធុងបរទេសណាបងប្អូនណាបាទហើយនេះគឺអាចจะទេសចាប់ឧបឡនឹងឯងអានឹងសម្រាប់ចាប់ឧបឡបងប្អូនគឺដាក់នៅក្នុងរង្វង់ក្នុងនឹងដាក់នៅក្នុងនឹងហើយបានយើងចាប់ផ្ដើមមានលាបកាវលាបអីយើងបាញ់ដេកគោយើងបាញ់វិសប៉ុន្តែវីដេអូខ្លីៗសង្ខេបជូនបងប្អូនទស្សនាទេបើយើងធ្វើយកមកបរិយាយនៅក្នុងវីដេអូមួយនេះគឺវែងមែនទែនបងប្អូនបាទមួយព្រឹកធ្វើបានធុងតែមួយបងប្អូនអានឹងអត់គិតកាត់ក្តារអត់គិតវាលអត់គិតជ្រៀកផងហើយយើងឲ្យអស់កាត់ឲ្យអស់ហ្នឹងយើងយកមកបង្គុំផ្គុំណាបងប្អូនអញ្ចឹងក៏យើងប្រើរយៈពេលយូរមែនទែនហើយវីដេអូនេះដែរគឺផ្ញើជូនទៅដល់បងប្អូនដែលចង់រៀនជាងថ្មីក៏ដោយបាទក្មេងៗដែលចាប់អារម្មណ៍បាទពួកខ្ញុំចាស់ហើយជាងបាទទឹកដៃក៏វាមិនដូចគេក្មេងឥឡូវគេប្រើសិនម៉ាស៊ីនបច្ចេកទេសថ្មីទំនើបហើយយើងប្រើបានបើយើងថាធ្វើយ៉ាងណាក៏មួយចូលជាងចាស់បងប្អូនបាទហើយនេះគឺបាទជាការធ្វើធុងរបស់ខ្ញុំបាទទេអញ្ចឹងគឺចែកជូនទៅដល់បងប្អូនបាទដែលចាប់អារម្មណ៍បាទចង់បានធុងបាទប្រភេទធុងលឺខ្លាំងយកទៅចាក់បាសតាមរោងការរោងបុណ្យឬក៏បាសប្រភេទអកកដងតន្ត្រីផ្សេងហ្នឹងអាចតាក់ទងមកខ្ញុំបាទបងប្អូនបាទនេះគឺរៀបរាប់ដល់ប៉ុណ្្នឹងបងប្អូននេះមើលធុងឃើញទេរូបរាងវាអញ្ចឹងណាបងប្អូនណាស្គាល់បាទជាមួយនឹងធុងនេះគេហៅធុងអីចឹងបងប្អូនអាចមើលបានបាទនេះគឺហៅទូបូមុខជ្រុងបងប្អូនបាទហើយក្នុងនឹងដែរនេះដល់ពេលនេះយើងធ្វើហើយបានតែប៉ុណ្្នឹងយើងធ្វើមកគូប៉ុន្តែល្ងាចបន្តិចមកយើងធ្វើឲ្យហើយមិនគូប្រុសបងប្រុសដែលគាត់កំងនៅខាងពោធិ៍សាត់ក៏គាត់បញ្ញាប់ដែរគាត់សួរថាមិនក៏យូរម៉េះក្របានធុងបងប្អូនបាទដោយសារយឺតយ៉ាវបន្តិចបន្តួចរវល់យើង